បាទសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានដោយមានករណីប្តីមុនដែលជាមនុស្សល្អគាត់បានអកុសលទៅក៏បានស្លាប់បាត់ហើយស្ត្រីដែលជាប្រពន្ធហ្នឹងក៏បានយកប្តីម្នាក់ទៀតក្មេងហើយក៏មានការប្រច័ណ្ឌវាយរហូតដល់រលូតកូនតែម្ដងស្ត្រីវ័យជាង40ឆ្នាំម្នាក់បានបាទប្តីមុនគាត់បានមានសុភមង្គលជាមួយគ្នាណាស់ប៉ុន្តែជាអកុសលគឺគាត់មានជំងឺលើសឈាមក៏បានស្លាប់បាត់បង់ទៅលោក4ឆ្នាំក្រោយមកក៏នាងសម្រេចចិត្តយកប្តីទី2ម្នាក់ទៀតដែលមានវ័យក្មេងជាងខ្លួនរហូតដល់16ឆ្នាំដោយគាត់ថានឹងមានសុភមង្គលទទួលបានការថ្នាក់ថ្នមដោយប្តីមុនដែរប៉ុន្តែផ្ទុយទៅវិញក្តីសង្ឃឹមក៏ត្រូវបានរលាយដោយរស់នៅជាមួយគ្នាបានមួយរយៈទើបដឹងថាប្តីនេះជាស្ដេចប្រច័ណ្ឌរូបនាងជាមួយនឹងប្រុសផ្សេងទាំងអយុធធរហើយក៏បានវាយចូលក៏វាយចេញក៏វាយធ្វើបាបនាងទាំងមានផ្ទៃពោះ5ខែរហូតធ្វើឲ្យនាងរលូតកូននោះបាត់ទៅដោយមិនអាចអត់ទ្រាំនឹងប្តីក្មេងគិតតែពីប្រច័ណ្ឌនឹងវាយរហូតលែងតទៅទៀតបាននោះនាងក៏បានរត់គេចខ្លួនពីផ្ទះនៅឯខេត្តតាកែវក៏បានមកស្នាក់នៅផ្ទះជួលនៅឯរាជធានីភ្នំពេញហើយពេលវេលាគឺនៅព្រឹកថ្ងៃទី22ខែមេសា2026នាងក៏បានធ្វើដំណើរទៅសាលាសង្កាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដើម្បីពឹងក្រុមអ្នកកាសែតឲ្យជួយ live និងផ្សព្វផ្សាយអំពីដំណឹងដ៏សាហាវរបស់ប្តីជាសាធារណៈឲ្យអាជ្ញាធរនិងសមត្ថកិច្ចខេត្តតាកែវបានដឹងនិងបានជួយចាត់ការប្តីរបស់នាងផងដោយនាងអះអាងថានាងមិនហ៊ានជើងទៅកាន់ទីនោះដើម្បីដាក់ពាក្យបណ្ដឹងឡើយព្រោះខ្លាចជួបប្តីរបស់នាងវាយធ្វើអាបបន្តទៀតស្ត្រីរូបនោះក៏បានប្រាប់បន្តទៀតថានាងឈ្មោះនួនស្រីហុចអាយុ43ឆ្នាំមានទីលំនៅក្នុងភូមិកំបាសឃុំមេមងស្រុកមេមត់ខេត្តត្បូងឃ្មុំសប្តាហ៍ថ្ងៃគឺស្នាក់នៅជាមួយប្តីនៅខេត្តតាកែវចំណែកឯបរិសុទ្ធជាប្តីក្រោយដែលមានវ័យក្មេងនោះតែតែងតែប្រាស្រ័យអំពើហិង្សាវាយដំលើរូបនាងគឺមានឈ្មោះថារឿងស៊ីណែតអាយុ27ឆ្នាំមានទីលំនៅក្នុងភូមិជាទៀលភ្លោះឃុំព្រៃអំពកស្រុកគិរីវង្សខេត្តតាកែវស្រីហុចបានរៀបរាប់បន្តទៀតថានាងនិងប្តីមុនមានកូនប្រុសជាមួយគ្នាបានចំនួន3នាក់និងចៅចំនួន4នាក់ហើយមានសុភមង្គលណាស់ប្តីនាងមិនដែលវាយធ្វើបាបនាងឡើយប៉ុន្តែជាអកុសលប្តីនោះក៏មានជំងឺលើសឈាមហើយក៏បានស្លាប់ចោលនាងទៅនិងកូនក៏អស់ទៅធ្វើឲ្យនាងមានឈ្មោះជាស្ត្រីមេម៉ាយលោក4ឆ្នាំក្រោយគឺនៅក្នុងកំឡុងឆ្នាំ2022នាងក៏បានស្គាល់នឹងបុរសម្នាក់ឈ្មោះរឿងស៊ីណែតតាមរយៈបណ្ដាញសង្គម Facebook ហើយក៏បានតាក់ទងស្នេហាជាមួយគ្នារហូតដល់ឈានយកគ្នាជាប្តីប្រពន្ធប៉ុន្តែពុំបានរៀបការក្រាបក្បាលដល់កន្ទេលតាមប្រពៃណីនោះទេហើយបើគិតរហូតមកដល់ពេលនេះគឺរស់នៅជាមួយគ្នាបានរយៈពេល4ឆ្នាំមកហើយនាងហុចបានបន្ថែមទៀតថាក្នុងនាមជាប្រពន្ធទោះមានអាយុច្រើនជាងប្តីមួយជួរជាងក្តីតែនាងបានគោរពប្រតិបត្តិប្តីខ្លាំងណាស់ហើយអ្វីដែលនឹកមិនស្មានដល់នោះគឺក្រោយពេលរស់ជាមួយគ្នាបានរយៈពេលជាង3ឆ្នាំនាងក៏មានផ្ទៃពោះ5ខែស្រាប់តែប្តីក្មេងបដូរអត្តចរិតពីស្លូតបូតមកកាចសាហាវដោយបានរករឿងប្រច័ណ្ឌរូបនាងជាមួយនឹងអ្នកផ្សេងទាំងដែលនាងមិនបានដឹងខ្លួនហើយមិនបានប្រព្រឹត្តអំពើផិតក្បត់អ្វីសោះឡើយចាប់ពីពេលនោះមកប្តីបានវាយធ្វើបាបនាងស្ទើរតែរាល់ថ្ងៃមកវាយរហូតទាំងតែនាងមានផ្ទៃពោះរហូតដល់រលូតកូនក្នុងផ្ទៃតែ5ខែនោះហើយក្រោយមកទៀតបានវាយនាងជាបន្តបន្ទាប់រហូតដែលមិនចាត់ទុកថានាងជាមនុស្សទៀតនោះឡើយនាងពិតជាមានការផិតភ័យយ៉ាងខ្លាំងចំពោះប្តីកំណាចរូបនេះខ្លាំងណាស់បាទស្ត្រីអភ័ព្វខាងលើក៏បានបញ្ជាក់ផងដែរថាមុខមាត់ដៃជើងខ្លួនប្រាណនាងពោពេញទៅដោយស្នាមជាំមិនដាល់មកពីការវាយតប់របស់ប្តីក្មេងនោះហើយដោយមិនអាចអត់ទ្រាំទៅនឹងអំពើមួយនេះតទៅទៀតបានទើបនៅថ្ងៃទី16ខែមេសា2026នាងក៏បានសម្រេចចិត្តរត់ចេញពីផ្ទះគេចពីអំពើហិង្សានោះមកស្នាក់នៅផ្ទះជួលម្ដុំចោមចៅពេលនោះប្តីក៏មកតាមហើយបានហៅនាងត្រឡប់ទៅផ្ទះវិញតាមនាងមិនព្រមនៅឡើយស្រាប់តែប្តីបានកង្វិចខោអាវរបស់នាងទៅបាត់ក្នុងបំណងឲ្យនាងទៅតាមប៉ុន្តែនាងអត់ទៅតាមទេព្រោះបើទៅប្តីនឹងវាយមិនខានទៀតឡើយនាងក៏មិនហ៊ានទៅប្តឹងនគរបាលស្រុកគិរីវង្សខេត្តតាកែវដែរព្រោះខ្លាចប្តីដឹងខាត់នាងទុកនៅផ្ទះនឹងវាយដំបន្តទៅទៀតទើបនាងសម្រេចចិត្តមកពឹងអ្នកកាសែតឲ្យជួយ live និងផ្សព្វផ្សាយដំណឹងនេះជាសាធារណៈដើម្បីឲ្យអាជ្ញាធរនិងសមត្ថកិច្ចខេត្តតាកែវបានដឹងឮនិងជួយធ្វើអន្តរាគមន៍ខាត់ប្តីរបស់នាងនោះដើម្បីចាត់ការតាមផ្លូវច្បាប់ផងបាទព័ត៌មានមួយនេះខ្ញុំមានតែប៉ុណ្ណេះផងដែរសូមអរគុណសូមជម្រាបលា